សម្រេចចិត្តមកចាប់កំណើតនៅជាមួយម៉ាក់នឹងម៉ាក់ប៉ាដោយបានពេជ្ររូមួយដុំប៉ាម៉ាក់នឹងចាំទទួលត្រូវឆ្លងកាត់ទន្លេភ្នំក៏ម៉ាក់ត្រូវតែលះបង់ដើម្បីឲ្យកូនបានឆ្លងផុតបីម៉ាក់ធ្ងន់យ៉ាងណាក៏ម៉ាក់មិនខ្លាចឡើយណាទន្ទឹងចាំថ្ងៃជួបមុខ